បាទជម្រាបសួរស្ដីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះក៏វិលមកជាថ្មីម្ដងទៀតបាទមកកាន់វីដេអូរបស់ខ្ញុំមួយនេះបាទហើយវីដេអូនេះដែរបាទគឺមកពេលព្រឹកបាទមកដាក់ចំណីមន់ទារបស់យើងណាបាទគឺការងារព្រឹកឡើងគឺมันមានអីទេបាទក្រៅពីដាក់ចំណីមន់ទារបស់យើងបាទអញ្ចឹងក៏មកដាក់ចំណីហើយមុនទៅធ្វើការបាទហើយថ្ងៃនេះគឺអត់បានហាន់ដើមចេកអីទេបាទគឺរវល់បាទបញ្ញាប់អញ្ចឹងដាក់ទៅកតុទេបាទកតុទាំងគឺមកខ្ញុំស៊ីមិនសល់ទេបាទអញ្ចឹងគឺយើងជាចំលក្ខណៈគ្រួសារបាទមិនបានទៅចំលក់ដូរឲ្យធំដុំអីទេបងប្អូនបាទអញ្ចឹងក៏មិនបានជា take care វាខ្លាំងណាបងប្អូនបាទអញ្ចឹងគឺឲ្យស៊ីតែកតុស៊ីតែអីមុំអីចឹងទៅឯណាគឺមានបាយកកដាក់បាយកកអីចឹងណាបាទអញ្ចឹងគឺការចំមន់របស់ខ្ញុំគឺសមញ្ញងាយស្រួលបងប្អូនបាទមិនជាអាសាយហាន់ដើមចេកអីច្រើនអីទេបាទអញ្ចឹងថ្ងៃណាទៅនេក៏ហាន់ថ្ងៃណាមិនទៅនេក៏ដាក់បែបហ្នឹងឲ្យស៊ីតែម្ដងទៅបាទហើយឃើញថាសុខភាពវាអត់អីទេបងប្អូនបាទឃើញថាទទួលយកបានអីចឹងណាបាទអញ្ចឹងក៏មិនជាបញ្ហាអីទេប៉ុន្តែគាត់ថាបញ្ហាមួយដែរគឺខ្ញុំដាក់វាចូលគ្នាបាទដាក់ចូលគ្នាទាំងមេទាំងកូនអញ្ចឹងទៅបាទអញ្ចឹងអាកូនខ្លះមេវាជុលអីចឹងណាបងប្អូនបាទវាពិបាកដែរបាទខ្លះណាទៅវារៀងខ្សោយអីឈ្មោះលេជុលមួយជើងទៅរៀងខ្សោយអន់អីចឹងទៅប៉ុន្តែมันជាបញ្ហាទេបាទយើងដាក់យូរទៅវាស្គាល់គ្នាទៅវាលេងអីវិញហើយបងប្អូនបាទហើយនេះបាទគឺសមាជិកថ្មីរបស់យើងគឺមកសបុកទៀតហើយបាទគឺទៅទម្លាក់ដែរទេបាទអញ្ចឹងក៏មិនបានថតអីទេបងប្អូនបាទអញ្ចឹងនេះក៏ថតឲ្យបងប្អូនឃើញតិចគឺមកសបុកនេះបានប្រមាណទេបាន7 8កូនដែរហើយក៏ចំណីរបស់យើងគឺខ្ញុំដាក់ដីតែម្ដងបាទគឺខ្ជិលណាបាទដាក់ចំណីដីតែម្ដងហើយមានយើងដូរទឹកដូរអីឲ្យវាទៅណាគឺកូនមន់គឺអត់អីទេគឺល្អគ្រាន់បើដែរបងប្អូនបាទអាចទទួលយកបានបាទហើយថ្មិចបើបងប្អូនអើយចិត្តដល់ចូលឆ្នាំបាត់ហើយបាទលើកខែ3ហើយអញ្ចឹងទៀតដល់ចូលឆ្នាំហើយអញ្ចឹងគឺមន់ទាខ្ញុំប្រហែលជាបើមន់វិញគឺធំអត់តន់ទេបាទទៅតែតូចដែរទេអញ្ចឹងអត់មានមន់លក់អត់មានមន់ហូបទេដល់ឆ្នាំនេះបាទប៉ុន្តែបើទាគឺអាចមានដែរបាទមានតិចតួចបាទទាវាធំលឿនណាអញ្ចឹងក៏មាន3 4អីដែរទុកសគួរចូលឆ្នាំអីចឹងណាបាទអញ្ចឹងក៏មិនមានអីទេបាទគ្រាន់តែយើងទុកហូបអញ្ចឹងណាបងប្អូនបាទខ្ញុំចាំពាក្យច្រើនខ្ញុំទុកហូបខ្លួនឯងឯងយើងកម្របានលក់បាទព្រោះយើងហូបរឿងច្រើនដែរបាទអញ្ចឹងគឺពាក្យច្រើនទុកហូបអីទទួលមិត្តភ័ក្តិបងប្អូនឲ្យមកលេងអញ្ចឹងណាបងប្អូនបាទហើយមិនមានអីនិយាយច្រើនទេបាទក្នុងវីដេអូមួយនេះគ្រាន់តែចង់បង្ហាញហើយក៏ចង់សួរបងប្អូនថាបងប្អូនមិនដែរបាទចំមន់ទាបាទសុខសប្បាយឬក៏ចំបានផលឬអត់អីចឹងណាបាទតែសម្រាប់ខ្ញុំគឺមធ្យមបាទគឺមិនជាល្អខ្លាំងក៏មិនអាក្រក់អីម៉ាត់ដែរបាទគឺយើងចំបែបហ្នឹងគឺមានក្តីសុខខ្លួនឯងទេបាទមិនជាកាក់កបអីខ្លាំងទេបងប្អូនបាទទុកហូបអីចឹងទៅធំមិនតាន់ទេបាទគឺកាប់ហើយថ្ងៃមុនបាទគឺអស់2បងប្អូនបាទគឺដាក់អស់2បាត់ហើយទាបាទមេទានោះគឺយើងទុកធ្វើកម្មវិធីណាគឺអស់2ទាំងថ្ងៃមុនឯងបាទហ្នឹងហើយបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមិនមានអីច្រើនទេបាទគ្រាន់តែចង់និយាយលេងបងប្អូនហើយក៏ចង់បង្ហាញបងប្អូនពីការចិញ្ចឹមសត្វតែប៉ុណ្្នឹងហើយក៏អរគុណដែលបងប្អូនបានទស្សនាវីដេអូមួយនេះបាទអញ្ចឹងចុងក្រោយបាទសូមជម្រាបលាបាទបាយបាយ